ជាការពិតមនុស្សតែងតែសួរខ្ញុំរឿងផ្សេងប៉ុន្តែខ្ញុំតែងតែមិនអត់ឱនទេប៉ុន្តែរឿងមួយគឺខ្ញុំមិននិយាយភាសាអេស្ប៉ាញ៉ូទេហើយដោយសារខ្ញុំនៅប្រទេសកូឡុំប៊ីខ្ញុំមិនអាចនិយាយភាសាអេស្ប៉ាញបានដែរហើយនោះហើយជាមូលហេតុដែលវាស្មុគស្មាញសម្រាប់ខ្ញុំប៉ុន្តែខ្ញុំប្រើពាក្យខ្លះប៉ុន្តែវាមិនរំខានខ្ញុំទេមើលការពិតគឺថាខ្ញុំពិតជាមិនអត់ឱនចំពោះរឿងឆោតល្ងង់ដែលមនុស្សជាច្រើននិយាយនោះទេហើយនោះហើយជាមូលហេតុដែលវាមិនសមហេតុផលសម្រាប់ពួកគេក្នុងការនិយាយបែបនោះមកខ្ញុំហើយនោះហើយជាមូលហេតុដែលខ្ញុំនៅស្ងៀមខ្ញុំមិនចូលចិត្តវាទេនៅពេលដែលពួកគេនិយាយរឿងមិនសមហេតុផលមកខ្ញុំនឹងសូម្បីតែប្រធានតូនោះហើយជាមូលហេតុដែលខ្ញុំពិតជាមិនចូលចិត្តវាទេនៅពេលដែលពួកគេនិយាយរឿងមិនសមហេតុផលមកខ្ញុំ